ខ្ញុំតលេងខ្មែរមកតែត្រឡប់មកដល់ផ្ទះវិញប្តីក៏ល្អក៏តាំងខ្ញុំតលេងខ្មែរអញ្ចឹងគាត់នេះអត់មានអីញ៉ាំទេព្រឹកក៏អត់ល្ងាចក៏អត់ដែរចាសួស្ដីបងប្អូននៅធ្វើដូចនៅម៉ាឡេហ្នឹងគេអត់មានលក់អីញ៉ាំអញ្ចឹងប្តីខ្ញុំក៏ប្រសពណានៅម៉ាឡេនេះមិនខ្វះអីញ៉ាំទេមិនថាថ្ងៃរសៀលល្ងាចព្រឹកអីទេគឺថាមានទាំងអស់គ្រាន់តែថាគាត់រៀងពិបាកញ៉ាំបន្តិចគាត់ចេះចង់ឲ្យខ្ញុំធ្វើឲ្យគាត់ញ៉ាំដូចថាយើងដឹងចិត្តគាត់អញ្ចឹងគាត់ចង់ញ៉ាំអីយើងចិត្តតែធ្វើគាត់ទៅវាដូចថាជាទម្លាប់ណាខ្ញុំសួរប្តីខ្ញុំថាប្រហែលថ្ងៃដែលខ្ញុំមកនៅផ្ទះហ្នឹងបានអីញ៉ាំគាត់ថាទៅក្រៅញ៉ាំហើយខ្ញុំសួរគាត់ញ៉ាំអីគាត់ថាគាត់ញ៉ាំមីញ៉ាំកាទៀវញ៉ាំមីញ៉ាំកាទៀវនឹងឯងអត់ដឹងញ៉ាំអីព្រឹកនេះខ្ញុំសួរប្តីថាចឹងចង់ញ៉ាំអីចាំខ្ញុំធ្វើឲ្យញ៉ាំគាត់ថាគាត់ចង់ញ៉ាំនំបញ្ចុកក្រៀមឆាអញ្ចឹងក៏ខ្ញុំមកធ្វើនំបញ្ចុកក្រៀមឆាឲ្យគាត់ញ៉ាំប្តីខ្ញុំគាត់ចូលចិត្តណាស់នំបញ្ចុកក្រៀមឆាកាទៀវមីអីហ្នឹងនិយាយពីថាចូលចិត្តលេខ1ហ្មងមិនថាប្តីមិនថាកូនទេដូចគ្នាចាហើយនៅផ្ទះខ្ញុំនឹងអត់មានបន្លែមានអីទេខ្ញុំទៅផ្ទះបងថ្លៃយកពីយប់ឲ្យហើយដូចជាស្ពៃក្តោបស្លឹកខ្ទឹមហ្នឹងខ្ញុំយកមកផ្ទះទុកទៅព្រលឹមឡើងខ្ញុំយកមករៀបចំឆាឲ្យប្តីខ្ញុំញ៉ាំតែម្ដងព្រោះអីខ្ញុំមកដល់ម៉ាឡេភ្លាមហ្នឹងក៏គ្មានបានទៅផ្សារទៅអីដែរដោយសារតែមកដល់ហ្នឹងវាយប់ដែរហើយអញ្ចឹងមានតែទៅផ្ទះបងថ្លៃហ្នឹងសុំបន្លែពីផ្ទះគាត់យកមកប្រើព្រលឹមឡើងសិនស្រួលដែរទេផ្ទះខ្ញុំឯផ្ទះបងថ្លៃពេលដែលខ្ញុំខ្វះបន្លែឬក៏ខ្ញុំខ្វះសាច់អីចឹងទៅផ្ទះគាត់ពេលដែលគាត់ត្រូវការបន្លែត្រូវការសាច់អីចឹងមកផ្ទះខ្ញុំនិយាយរំពីអ្នកបងប្អូនថ្លៃខ្ញុំត្រូវការអីដឹងទៅផ្ទះគាត់យកគាត់មកផ្ទះខ្ញុំយកចឹងទៅខ្ញុំទៅផ្ទះបងថ្លៃរោបន្លែចឹងបងថ្លៃក៏សួរខ្ញុំគាត់ថាមករោបន្លែអីទាំងយប់ធ្វើម្ហូបអីគេញ៉ាំខ្ញុំថាអត់ទេទុកស្អែកព្រលឹមឡើងឆានំបញ្ចុកក្រៀមញ៉ាំថ្លៃខ្ញុំគាត់និយាយប្រាប់ខ្ញុំគាត់ថាចុះមិនគាត់មិននាំគ្នាទៅញ៉ាំអាហារពេលព្រឹកនៅខាងក្រៅទៅបើចាំធ្វើអាហារពេលព្រឹកនៅផ្ទះធ្វើអីទៅតែមកពីខ្មែរហត់អញ្ចឹងគួរតែសម្រាកទៅខ្ញុំប្រាប់បងថ្លៃវិញថាដៃខ្ញុំគាត់កំងឲ្យខ្ញុំឆានំបញ្ចុកក្រៀមឲ្យគាត់ញ៉ាំអញ្ចឹងខ្ញុំធ្វើឲ្យគាត់ញ៉ាំទៅព្រោះអីកូនខ្ញុំពួកគាត់ក៏ចូលចិត្តញ៉ាំដែរកូនខ្ញុំអាពៅនឹងបើថាទៅក្រៅញ៉ាំអីញ៉ាំអត់សូវបានទេបើញ៉ាំនៅផ្ទះគាត់ញ៉ាំបានច្រើនជាង